មុខម្ហូបថ្មីមកដល់ទៀតហើយបងប្អូនហើយបើថាបានដាក់មួយម៉ាត់ហើយម៉ាត់ទៀតវាថាជាប់ចិត្តអារម្មណ៍ហ្មងបងប្អូនហើយមុខម្ហូបនេះដែរគឺហៅថាអបជើងជ្រូកជាមួយប្រហុកនេះខ្ញុំក៏ទិញសាកជាលើកទី1ដែរព្រោះតែសារគ្រួសារហើយអត់ដែរទេបងប្អូនហើយដំបូងឡើយគឺយើងយកជើងជ្រូកយើងមកដាក់ស្ងោរចាបន្ទាប់ពីស្ងោរហើយរៀងមកឆ្អិនហើយយើងយកមកដាក់លាងទឹកត្រាំទឹកឲ្យត្រជាក់មកចាំយើងយកមកបំពងបងប្អូនយកមកបំពងឲ្យឡើងក្រហមបែបនេះហើយយើងយកម្លីគ្រឿងមកមានទឹកម្ទេសមានទឹកត្រីបន្តិចទៅហើយក៏ប្រហុកបន្តិចបងប្អូនហើយក៏មានស្ករអំបិលប៊ីចេងរ៉ូឌីយើងហ្នឹងហើយនឹងមានព្រៀងខ្យងទៀតយីរួមយើងដាក់មកសប់មកតែបន្តិចទេបងប្អូនបន្ទាប់មកទៀតហ្នឹងគឺយើងលាយកូរចូលគ្នាឲ្យចូលជាតិហើយចំណែកម្ទេសបងប្អូនពេញចិត្តក៏ដាក់ទៅប្រហែលគឺដាក់ប៉ុណ្្នឹងទៅចាហើយក៏រៀបបន្លែយើងយកទៅដាក់ចំហុយម្ដងទៀតដូចយើងដុតមាន់អញ្ចឹងបងប្អូនហើយមុខម្ហូបនេះដែរចំពោះទឹកជ្រលក់បងប្អូនចង់ហូបជាមួយទឹកត្រីកោះកុងក៏បានជាមួយទឹកប្រហុកយើងក៏បានហើយក៏មានបន្លែឆ្អិនក៏មានបន្លែស្រស់ក៏មានអញ្ចឹងណាបងប្អូនអរគុណច្រើន